អ្នកជំនាញដែលមកពី Wall Street និង Video កិនមកពី Main Street បានព្រមានថាគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលតម្លៃហាងឆេងមាសមានការកើនឡើងលើសពី$4,000នៅក្នុងមួយតម្លឹងសូមស្វាគមន៍មកកាន់ទស្សនៈទីផ្សារប្រចាំសប្តាហ៍របស់ Alpha Insight ថ្ងៃទី19ខែមេសាឆ្នាំ2025នៅក្នុងសប្តាហ៍នេះតម្លៃហាងឆេងមាសបានកើនឡើងរហូតដល់$200ក្នុងមួយតម្លឹងដែលបានកើនឡើងពីកម្រិតតម្លៃ$3,850មកកម្រិតតម្លៃ$4,048ក្នុងមួយតម្លឹងទៅបង្កើតកម្រិតតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីផ្សារការស្ទង់មតិមាសប្រចាំសប្តាហ៍របស់ Kitco បានបង្ហាញថាអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជករលក់រាយកំពុងតែរពឹងទុកថាតម្លៃមាសនៅតែស្ថិតនៅក្នុងទំនោរការកើនឡើងដ៏រឹងមាំបើទោះបីជាតម្លៃមាសហាក់ដូចជាអស់ខ្យល់នៅក្នុងការកើនឡើងក៏ដោយនៅសប្តាហ៍នេះអ្នកវិភាគចំនួន16នាក់បានចូលរួមការស្ទង់មតិមាសរបស់ Kitco New ដែលអ្នកជំនាញមកពី Wall Street បានរពឹងទុកថាតម្លៃមាសមានការធ្លាក់ចុះបន្តិចមុននឹងមានការកើនឡើងទៅបង្កើតកម្រិតខ្ពស់ថ្មីបន្ថែមទៀតនិងអ្នកជំនាញចំនួន10នាក់ឬស្មើនឹង63%បានរពឹងទុកថាមាសនឹងមានការកើនឡើងបន្ថែមទៀតនៅសប្តាហ៍ក្រោយខណៈពេលដែលអ្នកវិភាគចំនួន4នាក់ដែលតំណាងឲ្យ25%បានព្យាករណ៍ថាតម្លៃហាងឆេងមាសនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅសប្តាហ៍ក្រោយចំណែកឯអ្នកវិភាគចំនួន2នាក់ដែលនៅសល់ដែលស្មើទៅនឹង12%បានរពឹងទុកថាតម្លៃមាសនៅសប្តាហ៍ក្រោយនឹងជួញដូរនៅក្នុងទំនោរស្ថិរភាពដែលក្បែរទៅនឹងកម្រិតតម្លៃខ្ពស់បំផុតរបស់មាសទន្ទឹមនឹងនោះផងដែរការបោះឆ្នោតចំនួន312សម្លេងដែលត្រូវបានបោះឆ្នោតក្នុងការស្ទង់មតិតាមអ៊ីនធឺណិតរបស់ Kitco ដោយទស្សនៈរបស់ Main Street បានថយចុះបន្តិចផងដែរដែលមានពាណិជ្ជករលក់រាយចំនួន195នាក់ឬស្មើនឹង63%បានរពឹងទុកថាតម្លៃមាសនឹងមានការកើនឡើងបន្ថែមទៀតនៅសប្តាហ៍ក្រោយខណៈពេលដែលចំនួន57នាក់ទៀតឬស្មើទៅនឹង18%បានរពឹងទុកថាមាសនឹងមានការធ្លាក់ចុះមកវិញនៅសប្តាហ៍ក្រោយចំណែកឯពាណិជ្ជករចំនួន60នាក់ទៀតដែលតំណាងឲ្យ19%នៃចំនួនសរុបបានរពឹងទុកថាតម្លៃមាសនឹងស្ថិតនៅក្នុងទំនោរស្ថិរភាពនាសប្តាហ៍ខាងមុខនេះសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Alpha Insight